គេអញ្ចឹងការរៀបចំនៃប្រព័ន្ធដំណើរការរបស់ QGI ហ្នឹងគឺវាសំខាន់ពីព្រោះអីអ្នកដែលចង់សិក្សាប្រភេទទីតាំងកន្លែងណាមួយជាក់លាក់ដែលយើងផ្អែកទៅលើ band ឬក៏ប្រភេទនៃរូបភាពរបស់កែរណបប្រព័ន្ធកែរណបដែលអាស្រ័យទៅលើ band នីមួយៗដែលយើងចង់បានហ្នឹងគឺយើងនឹងស្វែងយល់ទាំងអស់គ្នាគេអញ្ចឹងមុនពេលដែលយើងត្រូវស្វែងយល់នៃប្រព័ន្ធទាំងអស់ហ្នឹងគឺយើងត្រូវទៅឡើងនៃកម្មវិធី QGI ស្វែងយល់របស់ប្រព័ន្ធទៅលើ QGI ជាមុនសិនអូខេអញ្ចឹងក្រោយពេលដែលយើងត្រូវប្រើប្រាស់វាហ្នឹងយើងនឹងទៅឡើងវានៅលើប្រភេទ computer របស់យើងហើយក្រោយដល់ពេលដែលយើងត្រូវទៅឡើងប្រព័ន្ធនៃ QGI នៅលើ computer របស់យើងហើយយើងនឹងស្វែងយល់ចាប់ផ្ដើមស្វែងយល់អំពី GUI របស់កម្មវិធីរបស់ desktop QGI របស់វាហ្នឹង Geographical User Interface ហ្នឹងនិងពីរបៀបនៃការសម្រួលរបស់វាហើយបន្ទាប់មកយើងនឹងស្វែងយល់អំពីប្រភេទនិងចំនួនរបស់កម្មវិធី QGI បន្តទៀតអូខេអញ្ចឹង QGI គឺវាអាចទៅឡើងនៅលើគ្រប់ computer បានទាំងអស់មិនថានៅលើ computer ឬក៏ប្រភេទទូរស័ព្ទក៏វាមានដែរដែលយើងចូល Play Store យើងវាយពាក្យថា QGI for Android ហ្នឹងដែលយើងអាច download បានហើយកម្មវិធីហ្នឹងគឺវាដាក់ឲ្យជាប្រើប្រាស់ជាសាធារណៈហ្មងអូខេអញ្ចឹងក្រោយរូបភាពដែលផាកប្រហែលទៅនឹងកម្មវិធីផ្សាយចេញ long term support របស់កម្មវិធី Ubuntu របស់កម្មវិធីLTO ហ្នឹងគឺត្រូវបានរៀបចំសម្រាប់អ្នកដែលប្រើប្រាស់ទាំងឡាយណាដែលបានមានកម្មវិធីមួយដែលមានចង់បានកម្មវិធីមួយដែលមានស្ថិរភាពនិងទិដ្ឋភាពហើយវាមិនសូវជា update ជាញឹកញាប់ដែលវាអាចខុសពីពិបាកអញ្ចឹងទៅអូខេរបស់កម្មវិធី QGI ក្រោមរូបភាព LTO ហ្នឹងគឺវាមានន័យថាវាមានលក្ខណៈសម្រាប់អ្នកដែលប្រើប្រាស់ថ្នាក់អាជីវកម្មក្រុមហ៊ុនឬក៏ស្ថាប័នធំៗដែលចង់បានកម្មវិធីមួយដែលមានស្ថិរភាពសុវត្ថិភាពនិងភាពនឹងនររបស់ប្រើប្រាស់ទៅលើស្ថាប័នរបស់ពួកគាត់ហ្នឹងអូខេអញ្ចឹងជាទូទៅកម្មវិធី LTO ហ្នឹងត្រូវបានបញ្ចេញឲ្យប្រើប្រាស់ជារៀងរាល់1ឆ្នាំម្ដងមានន័យថាប្រើប្រាស់បានតាម1ឆ្នាំម្ដងសម្រាប់អ្នកដែលចង់ប្រើកម្មវិធី LTO ហ្នឹងគឺ long term release អូខេហើយមួយវិញទៀតមុខងារថ្មីដែលទើបនឹងត្រូវបានបង្កើតឡើងសម្រាប់កម្មវិធី QGI ហ្នឹងយើងនឹងត្រូវបានត្រួតពិនិត្យយ៉ាងសពគ្រប់ព្រោះអីកម្មវិធីហ្នឹងគឺវាមិនសូវជាដាក់ឲ្យជាប្រើប្រាស់ជាពេញលេញហ្មងទេមានន័យថាវាដាក់ឲ្យជាលក្ខណៈសាកល្បងនៅឡើយទេកម្មវិធី LO ហ្នឹងហើយនឹងគ្រោងនឹងឲ្យរៀបចំថ្មីសម្រាប់អ្នកដែលប្រើប្រាស់ជាស្ថាប័នដែរជាលក្ខណៈជាក្រុមហ៊ុនជាស្ថាប័នដែលធំដែលចង់តឡើងកម្មវិធី LO នឹងបន្ថែមទៀតដែរអូខេហើយមួយវិញទៀតកម្មវិធី developer release DEV ហ្នឹងកម្មវិធីហ្នឹងគឺវាដាក់ឲ្យ GI ដែលមានលក្ខណៈចំណេះដឹងទៅលើមានន័យថាវាមានលក្ខណៈទៅលើព័ត៌មាន IT ជាញឹកញាប់សម្រាប់អ្នកដែលចង់ពង្រឹងនៃវិស័យព័ត៌មានខ្ពស់ហ្នឹងជាមធ្យោបាយក្នុងការធ្វើតេស្តមុខងារថ្មីសម្រាប់កម្មវិធីដែលកំពុងស្ថិតក្រោមស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយអូខេកម្មវិធីនេះគឺជាទូទៅវាមានសុវត្ថិភាពមិនទាន់ 100% ទេហើយស្ថិរភាពរបស់វាក៏មិនទាន់ជាគ្រប់គ្រាន់នៅឡើយដែរអូខេអញ្ចឹងយើងនឹងចាប់ផ្ដើមតឡើងនៃកម្មវិធី QGI អ្នកនរគ្នាយើងចូល website Chrome ឬក៏កម្មវិធី Chrome យើងវាយថា QGI download យើងវាយពាក្យហ្នឹងមកអូខេអញ្ចឹងអីដែលយើងត្រូវដឹងបន្ថែមហ្នឹងគឺ website របស់ QGI ORY ហ្នឹង ORG ហ្នឹងគឺយើងចូលកន្លែងហ្នឹងមកអូខេអញ្ចឹងអីដែលយើងមកដល់ទីនេះគឺយើងនឹងស្វែងយល់ពីប្រភេទ version របស់វា currently version 4. release ឆ្នាំ2021មានន័យថាវាតែបញ្ចេញចុងក្រោយឆ្នាំ2021ខែ3ថ្ងៃទី6ហ្នឹងទេអញ្ចឹង4. នេះគឺវាតែបញ្ចេញខែហ្នឹងទេនេះគឺជា version ចុងក្រោយរបស់កម្មវិធីហើយអូខេអញ្ចឹងយើងចាប់ផ្ដើម download នៃកម្មវិធី version ចុងក្រោយរបស់វាមកព្រោះអីវាល្អអូខេអញ្ចឹង
dương tranh mó cứ vì tranh cục hiệp bản ní nè mà này ta dương vì chấp làm tờ lần này cam thi nâng lực bọc toàn computer là bỏ dương ấy chẳng vì tầm hôm là bỏ vía mình cứ mua cho PG megabyte vì trời còn 3 đáy thùng đáy ok chẳng dương cho đam tờ lần hết cứ dương nângประเภทใน install របស់វាអញ្ចឹងយើងនឹងចាប់ផ្ដើមទៅឡើងទៅលើ computer របស់យើងយើងនឹងចាប់ផ្ដើមទៅលើ section ក្រោយអូខេ